शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामि बुद्धं शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामि នៅក្នុងទិវាព្រះវរសមណៈសម្ដេចព្រះសង្ឃរាជព្រះពុទ្ធសាសនាកម្ពុជាសម្ដេចព្រះមហាឃោសនន្ទគម្រប់ខួប3ឆ្នាំនៃថ្ងៃសម្ដេចទ្រង់ចូលព្រះទីវង្គតទូលទស្សន៍ទាំងពនូមានកិត្តិយសទូលថ្វាយប្រគេននឹងជំរាបព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់លោកស្រីឧបាសកឧបាសិកាទាយុទាយិកាអ្នកនាងកញ្ញាសប្បុរសជនប្រិយមិត្តទូលទស្សនិកជនពុទ្ធបរិស័ទនិងបងប្អូនជនរួមជាតិស្ដីពីព្រះជីវប្រវត្តិសង្ខេបនៃសម្ដេចព្រះមហាឃោសនន្ទបានជ្រាបព្រះវរសមណៈសម្ដេចព្រះសង្ឃរាជព្រះពុទ្ធសាសនាកម្ពុជានិងជាមហាគន្ធិនៃកម្ពុជាសម្ដេចព្រះមហាឃោសនន្ទទ្រង់បានយាងចូលព្រះទីវង្គតឬទទួលព្រះអនិច្ចធម៌នៅថ្ងៃច័ន្ទ900ខែផលគុណឆ្នាំចអត្តស័កពុទ្ធសករាជ2550ត្រូវនឹងថ្ងៃទី12ខែមីនាគ្រិស្តសករាជ2007នៅវេលាម៉ោង 8:15 នាទីព្រឹកនៅឯមន្ទីរពេទ្យ Cooley Dickinson ទីក្រុង Northampton រដ្ឋ Massachusetts សហរដ្ឋអាមេរិកក្នុងព្រះជន្មាយុ94វស្សាដោយព្រះជរាពាធនិងព្រះរោគីពាធហើយគិតមកដល់ថ្ងៃសុក្រ1200ខែផលគុណឆ្នាំឆ្លូវឯកស័កពុទ្ធសករាជ2553ត្រូវនឹងថ្ងៃទី12ខែមីនាគ្រិស្តសករាជ2010នេះសម្ដេចមានព្រះជន្មាយុ97វស្សាសម្ដេចព្រះសង្ឃរាជសម្ដេចព្រះមហាឃោសនន្ទបានប្រសូតនៅថ្ងៃទី23ខែឧសភាពុទ្ធសករាជ2456ត្រូវនឹងគ្រិស្តសករាជ1913នៅស្រុកដូនកែវខេត្តតាកែវព្រះរាជាណាចក្រកម្ពុជាក្នុងសម័យប្រទេសខ្មែរយើងត្រូវបានអាណានិគមបារាំងត្រួតត្រាអស់រយៈពេលជិត100ឆ្នាំ នៅពុទ្ធសករាជ2487ត្រូវនឹងគ្រិស្តសករាជ1943សម្ដេចព្រះសង្ឃរាជសម្ដេចព្រះមហាឃោសនន្ទចាប់ផ្ដើមកសាងព្រះភ្នោះជាព្រះសង្ឃខ្មែរនៅពុទ្ធសករាជ2500ត្រូវនឹងគ្រិស្តសករាជ1956សម្ដេចបានយាងទៅចូលរួមក្នុងអង្គសន្និបាតអន្តរជាតិលើកទី6នៃក្រុមប្រឹក្សាព្រះសង្ឃស្ដីពីព្រះពុទ្ធសាសនាពាក់កណ្ដាលព្រះពុទ្ធសាសនា2500នៅវត្តកបៈអាយេរដ្ឋធានីរ៉េងហ្គូនប្រទេសភូមាក្នុងឋានៈជាសមាជិកគណៈប្រតិភូដឹកនាំដោយសម្ដេចព្រះសង្ឃរាជព្រះរាជាណាចក្រកម្ពុជាចូលទញ្ញាណោជួនណាតនៅពុទ្ធសករាជ2501ត្រូវនឹងគ្រិស្តសករាជ1957សម្ដេចទទួលសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យនីលន្ទាជាព្រះនាមមហាឃោសនន្ទនៅរដ្ឋប៊ីហាប្រទេសឥណ្ឌានៅពុទ្ធសករាជ2501ទៅពុទ្ធសករាជ2509ត្រូវនឹងគ្រិស្តសករាជ1957ទៅ1965ពុទ្ធិកសិក្សាជាមួយព្រះគ្រូឧបជាមានព្រះនាមជាអាត
នីឈីដាត់ស៊ូហ្វូជីអ៊ីជនជាតិជប៉ុនជាព្រះស្ថាបនិកនិកាយនិផនសានមីយ៉ូហូជីដែលមានគោលការណ៍សន្តិភាពពិភពលោកនិងសម្ដេចព្រះមហាសូមេធាធិបតីសម្ដេចព្រះសង្ឃរាជជោទញ្ញាណោជួនណាតថ្នាក់ទី1គណៈមហានិកាយជាព្រះសង្ឃរាជនៃកម្ពុជានៅពុទ្ធសករាជ2509ត្រូវនឹងគ្រិស្តសករាជ1965សម្ដេចបានធ្វើជាព្រះធុដង្គគង់នៅខាងត្បូងប្រទេសសៀមក្រោមព្រះឱវាទព្រះគ្រូសមាធិព្រះនាមធម្មថេរោនៅពុទ្ធសករាជ2522ត្រូវនឹងគ្រិស្តសករាជ1978សម្ដេចបានយាងទៅសួរសុខទុក្ខបងប្អូនជនភៀសខ្លួនខ្មែរក្រុមទី1បង្អស់ដែលចូលដល់ជំរំជនភៀសខ្លួនស្រះកែវបន្ទាប់ពីការរំលំរបបខ្មែរកុម្មុយនីសពីអំណាចសម្ដេចបានចែកខិត្តប័ណ្ណជូនបងប្អូនជនភៀសខ្លួនខ្មែរទាំងនោះដោយមានពាក្យរំលឹករបស់ព្រះសម្មាសម្ពុទ្ធថាទោសៈមិនដែលស្ងប់ទៅដោយទោសៈឡើយទោសៈអាចស្ងប់ទៅបានដោយសារតែមេត្តាព្រហ្មវិហារធម៌ប៉ុណ្ណោះនេះជាអនន្តក្រមគឺជាច្បាប់គ្មានទីបំផុតនៅពុទ្ធសករាជ2522ទៅពុទ្ធសករាជ2524ត្រូវនឹងគ្រិស្តសករាជ1978ទៅគ្រិស្តសករាជ1980សម្ដេចបានបង្កើតវត្តព្រះពុទ្ធសាសនានៅរាល់ជំរំជនភៀសខ្លួនដែលស្ថិតនៅតាមបណ្ដោយព្រំប្រទល់ដែនកម្ពុជាសៀមនៅពុទ្ធសករាជ2524ត្រូវនឹងគ្រិស្តសករាជ1980សម្ដេចជាព្រះតំណាងប្រជាជាតិខ្មែរនិរទេសឋានៈជាទីប្រឹក្សាប្រចាំក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមគិច្ចនៃអង្គការសហប្រជាជាតិនាបូរីញូវយ៉កសហរដ្ឋអាមេរិកនៅពុទ្ធសករាជ2524ត្រូវនឹងគ្រិស្តសករាជ1980សម្ដេចជាសហព្រះស្ថាបនិកបង្កើតអង្គការអន្តរសាសនាបេសកកម្មដើម្បីសន្តិភាពសម្ដេចបានចាប់ផ្ដើមកម្មវិធីសាសនាទិវាអធិដ្ឋានពិភពលោកដើម្បីសន្តិភាពនៅកម្ពុជានិងពិភពលោកទាំងមូលនៅពុទ្ធសករាជ2525ទៅ2550ត្រូវនឹងគ្រិស្តសករាជ1981ទៅ2006សម្ដេចបានបង្កើតវត្តព្រះពុទ្ធសាសនានៅប្រទេសកម្ពុជានិងនៅតាមបណ្ដាសហគមន៍ខ្មែរនៅឯនីសមុទ្រមានទ្វីបអាមេរិកខាងជើងទ្វីបអឺរ៉ុបនិងទ្វីបអូស្ត្រាលីនៅពុទ្ធសករាជ2527ត្រូវនឹងគ្រិស្តសករាជ1983សម្ដេចបានជួបសម្ដេចព្រះសង្ឃរាជសាសនាគ្រិស្តផូបចនផលទី2នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីដើម្បីពិភាក្សាអំពីមូលដ្ឋានសាសនាសម្រាប់សន្តិភាពពិភពលោកនៅមុនពេលទៅដល់អង្គសន្និបាតអន្តរជាតិបានគ្រោងទុកនោះនាទីក្រុងអាស៊ីស៊ីប្រទេសអ៊ីតាលីនៅពុទ្ធសករាជ2532ទៅ2535ត្រូវនឹងគ្រិស្តសករាជ1988ទៅ1991សម្ដេចបានដឹកនាំគណៈប្រតិភូព្រះសង្ឃខ្មែរយាងទៅចូលរួមកិច្ចចរចារកសន្តិភាពកម្ពុជាឧបត្ថម្ភដោយអង្គការសហប្រជាជាតិសម្ដេចបានសំណូមពរឲ្យមានកិច្ចព្រមព្រៀងស្រោះស្រួលគ្នារវាងអ្នកដឹកនាំជាតិនិងរំលឹកពួកគេថាសន្តិភាពគឺជាគោលបំណងរបស់យើងដូចគ្នានៅពុទ្ធសករាជ2532ត្រូវនឹងគ្រិស្តសករាជ1988សម្ដេចត្រូវបានបោះឆ្នោតថ្វាយបរមងារសម្ដេចព្រះសង្ឃរាជនៃព្រះពុទ្ធសាសនាកម្ពុជានៅពុទ្ធសករាជ2533ត្រូវនឹងគ្រិស្តសករាជ1989សម្ដេចទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសេវាមនុស្សធម៌ពីមហាវិទ្យាល័យ Providence រដ្ឋ Rhode Island សហរដ្ឋអាមេរិកនៅពុទ្ធសករាជ2536ត្រូវនឹងគ្រិស្តសករាជ1992ថ្វាយបរមងារសម្ដេចព្រះដោយព្រះមហាក្សត្រខ្មែរព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុនៅរាជធានីភ្នំពេញប្រទេសកម្ពុជាដែលសម្ដេចព្រះមហាឃោសនន្ទល្បីល្បាញរន្ទឺលើឆាកជាតិនិងអន្តរជាតិជាសម្ដេចសង្ឃសន្តិភាពនៅពុទ្ធសករាជ2536ត្រូវនឹងគ្រិស្តសករាជ1992សម្ដេចបានដឹកនាំធម្មយាត្រាទី1ឬដើរដើម្បីសន្តិភាពនៅតំបន់ខាងជើងព្រះរាជាណាចក្រកម្ពុជានៅពុទ្ធសករាជ2536ត្រូវនឹងគ្រិស្តសករាជ1992ព្រះរាជនិពន្ធសៀវភៅមួយជំហានម្ដង
ការចម្រើនព្រះបញ្ញានិងករុណាធម៌បោះពុំបាន5ភាសាភាសាអង់គ្លេសភាសាខ្មែរភាសាសៀមភាសាស្ប៉ានីសឬភាសាអេស្ប៉ាញ៉ុលនិងព័រទុយហ្គេដោយរងពុំ Parallax នៅរដ្ឋ California សហរដ្ឋអាមេរិក នៅពុទ្ធសករាជ2536ត្រូវនឹងគ្រិស្តសករាជ1992សម្ដេចបានទទួលរង្វាន់សិទ្ធិមនុស្សអន្តរជាតិពីមូលនិធិ RAFTO ក្រុង Bergen ប្រទេសន័រវេស នៅពុទ្ធសករាជ2537ត្រូវនឹងគ្រិស្តសករាជ1993សម្ដេចបានដឹកនាំធម្មយាត្រាទី2យាងឆ្លងតាមតំបន់សង្គ្រាមនៅរាត្រីមុនថ្ងៃបោះឆ្នោតសភាជាតិកម្ពុជាដោយសម្ដេចបានលើកទឹកចិត្តប្រជារាស្ត្រខ្មែរពុំឲ្យភ័យខ្លាចនឹងអំពើឃោរឃៅនយោបាយការគំរាមកំហែងគ្រប់រូបភាពនិងអនុវត្តប្រើប្រាស់សិទ្ធិប្រជាពលរដ្ឋរបស់ពួកគេដើម្បីបោះឆ្នោតបញ្ចេញមតិតាមរយៈសន្លឹកឆ្នោត នៅពុទ្ធសករាជ2537ត្រូវនឹងគ្រិស្តសករាជ1993សម្ដេចទទួលបានឋានៈជាព្រះប្រធានកិត្តិយសនៃអង្គការពន្លឺខ្មែរដែលជាក្រុមប្រឹក្សាប្រជារាស្ត្រខ្មែរប្រចាំស្ថាប័នសភាធម្មនុញ្ញកម្ពុជាពន្លឺខ្មែរទទួលបានឋានៈសង្កេតការអចិន្ត្រៃយ៍ប្រចាំសភាធម្មនុញ្ញកម្ពុជាដោយបានធ្វើញត្តិការពារសិទ្ធិមនុស្សនិងដំណោះស្រាយតាមបែបអហិង្សានៃចំនួនរបស់ប្រជាជាតិខ្មែរ នៅពុទ្ធសករាជ2538ត្រូវនឹងគ្រិស្តសករាជ1994សម្ដេចបានដឹកនាំធម្មយាត្រាទី3យាងឆ្លងតាមបណ្ដាខេត្តកំពុងប្រយុទ្ធប្រឆាំងខ្លាំងក្លានៅទិសខាងលិចនៃប្រទេសកម្ពុជាធម្មយាត្រានោះមានអ្នកចូលរួមដំណើរ800រូបបានជាប់នៅចំកណ្ដាលភ្លើងសង្គ្រាមរវាងកងទ័ពរាជរដ្ឋាភិបាលកម្ពុជានិងកងទ័ពខ្មែរកុម្មុយនីសព្រះសង្ឃមួយអង្គនិងដូនជីម្នាក់ត្រូវបានសគត់និងស្លាប់នៅពេលនោះនិងមានអ្នកចូលរួមដំណើរ3រូបទៀតរងរបួសសម្ដេចបានប្រកាសនាពេលនោះថាអំពើឃោរឃៅនេះមែនហើយជាមូលហេតុជំរុញឲ្យយើងត្រូវតែដើរដើម្បីសន្តិភាពសម្ដេចជាព្រះបេក្ខជនទទួលរង្វាន់អន្តរជាតិសន្តិភាព Nobel ផ្ចុងផ្ដើមដាក់ព្រះបេក្ខភាពដោយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកប្រចាំមណ្ឌលរដ្ឋ Rhode Island ដោយឯកឧត្តម Claiborne Pell ដែលឯកឧត្តមជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទំនាក់ទំនងកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅពុទ្ធសករាជ2540ត្រូវនឹងគ្រិស្តសករាជ1996សម្ដេចបានដឹកនាំធម្មយាត្រាទី5ដើម្បីសន្តិភាពនិងផ្សះផ្សាជាតិកម្ពុជាផ្ដោតទៅលើអំពើពុករលួយការព្រៃឈើនិងការពាក់ព័ន្ធរបស់កងទ័ពយុទ្ធពលជាមួយការកាប់ព្រៃឈើខុសច្បាប់និងសង្គ្រាមរ៉ាំរ៉ៃរោគទីបំផុតគ្មានទាក់ទាញចំណាប់អារម្មណ៍ការពាក់ព័ន្ធរវាងព្រៃឈើមានសុខភាពល្អនិងព្រះពុទ្ធសាសនានៅពុទ្ធសករាជ2550ត្រូវនឹងគ្រិស្តសករាជ1996សម្ដេចជួបជាមួយលោកស្រីអង្សានស៊ូជីមេដឹកនាំគណបកប្រជាធិបតេយ្យភូមាលោកស្រីបានទទួលរង្វាន់សន្តិភាព Nobel និងសម្ដេចជួបព្រះសង្ឃភូមានៅប្រទេសភូមានៅពុទ្ធសករាជ2541ត្រូវនឹងគ្រិស្តសករាជ1997សម្ដេចជាព្រះបេក្ខជនលើកទី4ទទួលរង្វាន់អន្តរជាតិសន្តិភាព Nobel ផ្ចុងផ្ដើមដាក់ព្រះបេក្ខភាពដោយអតីតអ្នកទទួលរង្វាន់ Nobel សន្តិភាពដែលសុំមិនបញ្ចេញអត្តសញ្ញាណនៅពុទ្ធសករាជ2541ត្រូវនឹងគ្រិស្តសករាជ1997សម្ដេចបានដឹកនាំធម្មយាត្រាទី6យាងឆ្លងតាមភូមិភាគដែល 3-4 ខែមុននោះបន្តិចគឺជាតំបន់កាន់កាប់ដោយកងទ័ពខ្មែរក្រហមកុម្មុយនីសប្រជាពលរដ្ឋនៅទីនោះបានស្គាល់នៅការរៀបចំការបញ្ចេញមតិដោយសេរីលើកដំបូងបង្អស់ក្នុងជីវិតរបស់គេធម្មយាត្រាទី6នោះបានបញ្ចប់ដោយជោគជ័យនៅតំបន់អង្គរបាក់បែកប្រាសាទបន្ទាយឆ្មារនៅខេត្តបន្ទាយមានជ័យព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះមហាខូសនន្ទបានដឹកនាំធម្មយាត្រា16លើកដើម្បីសន្តិភាពកម្ពុជាអំពើអហិង្សានិងសិទ្ធិមនុស្សនៅប្រទេសខ្មែរនៅពុទ្ធសករាជ2541ត្រូវនឹងគ្រិស្តសករាជ1997សម្ដេចព្រះសង្ឃរាជជនជាតិទី3ដាឡៃឡាម៉ាយាងសម្ដេចជាសហព្រះប្រធានដឹកនាំកម្មវិធីដើម្បីបុព្វហេតុទី3នៅមហាវិហារគ្រឹះជាតិរដ្ឋធានី Washington DC សហរដ្ឋអាមេរិក
នៅពុទ្ធសករាជ2541ត្រូវនឹងគ្រិស្តសករាជ1997នៅក្រោយថ្ងៃរដ្ឋប្រហារបង្ហូរឈាមនាខែកក្កដាសម្ដេចបានដឹកនាំគោលកម្មអហិង្សាមុនដំបូងបង្អស់ទាមទារឲ្យបញ្ចប់នៅការប្រើអំពើឃោរឃៅក្នុងចំនួនប្រជាជាតិខ្មែរដើម្បីអំណាចបន្ទាប់ពីពេលនោះបន្តិចសម្ដេចបានយាងទៅប្រទេសសេរីលង្កាដែលអង្គការសាវោដៃយៈថ្វាយរង្វាន់សន្តិភាពទៅសម្ដេចប្រយោជន៍ព្រះរាជបូជនីយកិច្ចរបស់សម្ដេចដើម្បីបុព្វហេតុជាតិនិងសាសនានៅក្នុងបច្ចុប្បន្ននេះព្រះសពព្រះវរសមណៈសម្ដេចព្រះសង្ឃរាជព្រះពុទ្ធសាសនាកម្ពុជាសម្ដេចព្រះមហាឃោសនន្ទពុំទាន់រំលាយនៅឡើយទេហើយកំពុងគង់ប្រថាប់នៅឯទីស្នាក់ការកណ្ដាលមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្តរជាតិស្ថិតនៅអាសយដ្ឋាន144 Batham Road ក្រុង Pelham រដ្ឋ Massachusetts សហរដ្ឋអាមេរិក